ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះឃើញធាងក្តារធំគួសមក៏ចាប់ដើមទាញកញ្ច្រែងហើយកបិតយកមកសរេសរងចាញ់ដើម្បីធ្វើសឡមកជូរធាងក្តារពួកហាំយ៉ាងវារសជាតិឆ្ងាញ់បងប្អូនធាងក្តារវាស្រួយឈប់ឆ្ងាញ់ដូចធាងមួយនេះអីគួសមវាធំល្មមកាត់ចឹងយើងក៏សរេវាចឹងទៅហើយមួយទៀតបើយើងអត់កាត់ធាងដែលធំល្មមហូបយើងអត់កាត់ចេញទេពេលដែលវាដុះកូនមកដូចបងប្អូនឃើញអញ្ចឹងវាពេលដែលវាចេញកូនវាអត់ធំកូននឹងវានៅទូអញ្ចឹងបងប្អូនអញ្ចឹងតើតែយើងសរេអាល្មមញ៉ាំហ្នឹងយកមកទុកគ្រាន់ធ្វើម្ហូបហើយក៏ទុកស្ពេសដើម្បីឲ្យអាកូនទូដែលដុះចេញមកតាមក្រោយហ្នឹងវារីកធំអញ្ចឹងណាហើយមើលគ្រាន់តែចង់បានធាងធំអូយពុះពៀនណាលោកអើយលូនផងអីផងទៅកាត់ហើយកូនច្រើនណាបងប្អូនដុះកូនក្រោមនឹងច្រើនហ្មងណាអញ្ចឹងបើយើងអត់សរេអាដើមដែលល្មមញ៉ាំចេញទេកូននឹងវាអត់ធំទេបងប្អូនឃើញទេវានៅទូចនៅនឹងហើយមើលធាងមួយអានឹងធំយើងគ្រាន់កាត់វាពេកយូរទុកយូរពេកក៏ចាស់ញ៉ាំអត់កើតដែរអញ្ចឹងយើងសរេអាណាដែលធំហ្មមហ្នឹងយើងយកមកធ្វើម្ហូបទៅហើយឲ្យវាមាន space សម្រាប់កូនវាដែលដុះមកក្រោយហ្នឹងឲ្យវារីកកាន់តែធំទៀតអញ្ចឹងណាឃើញអញ្ចឹងចាបងប្អូននេះឃើញទេកាត់មកបានច្រើនណាបងប្អូនត្រឹមមកស្លនៅហូបក្នុងផ្ទះគ្នា6 7នាក់អីបានមួយឆ្នាំបងប្អូនធាងអានឹងធំខានកាត់វាមករយៈមកចូលឆ្នាំហ្មងដល់ពេលអញ្ចឹងទៅឥឡូវមើលធាងប៉ុណ្ណាណីហើយដាំតានិយាយទៅខ្ញុំដាំដំបូងតែពីធាងក្តារទេពីដើមទេដល់ពេលឥឡូវវាដុះកូនមកកាន់តែច្រើនហើយនេះកាត់វាខ្លីដើម្បីស្រួលសក់បងប្អូនបើយើងសក់ទាំងវែងអញ្ចឹងវារៀងបាក់សក់ចានេះចាប់ដើមសក់ហើយមើលកាត់វែងហ្នឹងហើយនៅចង់បាក់សក់ទៀតណាអញ្ចឹងបើរៀងខ្លីទៀតកាន់តែស្រួលសក់អញ្ចឹងណាយើងសក់វាឲ្យស្អាតអញ្ចឹងទៅទុកគ្រាន់ពេលយើងយកទៅស្លអីបងប្អូនស្លម្ជូរមួយកូនកពឹសកូនត្រីឆ្ងាញ់វាឈប់ឆ្ងាញ់អញ្ចឹងណាតែបើសក់កាត់រៀងខ្លីជាងខ្ញុំស្រួលសក់បើខ្ញុំរៀងវែងដល់ពេលសក់ទៅត្រូវសក់មុខក្រោយឲ្យវាអស់តែអញ្ចឹងវាហឹងញ៉ាំអត់កើតទេហើយអានេះអាឡៃសាច់បើខ្ញុំហៅរបៀបថាសាច់ពោះវាយើងសក់យើងយកវាចេញចិត្តវាចេញយើងនិយាយទៅចិត្តឲ្យស្អាតអញ្ចឹងទៅបងប្អូន